ថ្ងៃច័ន្ទសម្រាប់បងប្អូនប្រុសស្រីកើតថ្ងៃអាទិត្យបងប្អូនប្រុសស្រីកើតឆ្នាំម្សាញ់បងប្អូនថ្ងៃនេះគឺជាថ្ងៃលៀបថ្ងៃជ័យថ្ងៃសំណាងបងប្អូនចង់បើកមុខរបរបងប្អូនចង់ទិញរបស់ចូលផ្ទះនេះជាខែខាងខ្នើតបងប្អូនអាចទិញបានចាមិនថាទិញមាសទិញកង់ទិញផ្ទះឬក៏ឡើងផ្ទះអីបងប្អូនជ្រើសថ្ងៃនេះជាថ្ងៃមង្គលជាថ្ងៃសិរីសួស្តីជាថ្ងៃលៀបសំណាងរបស់ឆ្នាំរួមទាំងថ្ងៃមានន័យថាបើអន់ខែក៏បានថ្ងៃនឹងបានឆ្នាំដែរតែបើការបើហាងបើអីហ្នឹងយើងត្រូវរើសពេលវេលាបន្ថែមទៀតចាមានម៉ោងមានផ្លែឈើយ៉ាងទៅតែបើទៅមកទិញរបស់ថ្ងៃនេះគឺជាថ្ងៃលៀបថ្ងៃជ័យរបស់បងប្អូនប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់បងប្អូនប្រុសស្រីដែលកើតនៅក្នុងថ្ងៃអាទិត្យជាថ្ងៃលៀបសំណាងជាថ្ងៃជ័យថ្ងៃសិរីសួស្តីជ័យមង្គលវិបុលសុខជាថ្ងៃដែលបងប្អូនអាចទិញរបស់ចូលផ្ទះបានបូករួមជាមួយនឹងការធ្វើចិត្តកុំឲ្យតានតឹងណាចាហើយបើបន្ទាប់ពីថ្ងៃជ័យក៏មានម៉ោងដែរម៉ោងណាចាបងប្អូនជ្រើសរើសនៃការទិញបងប្អូនកុំទិញទៅលើម៉ោងទោះបីបងប្អូនបានថ្ងៃល្អក៏ប៉ុន្តែបើបងប្អូនទិញចំម៉ោងមិនល្អជាម៉ោងសត្រូវជាម៉ោងចោលរបស់យើងក៏មានផលរំខានដែរសម្រាប់ម៉ោងដែលជាលៀបជាជ័យសម្រាប់ឆ្នាំចាបើយើងជ្រើសថ្ងៃបានហើយយើងយកជាម៉ោងដែលជាលៀបជាជ័យមានម៉ោង10សម្រាប់ការទិញណាចាមានម៉ោង10និងមានម៉ោង6នឹងគឺជាម៉ោងជ័យសិរីសួស្តីអធិស្ឋានមិនម៉ោង6ទេគឺម៉ោង2ណាចាម៉ោង2ព្រោះម៉ោង6គឺជាម៉ោងអន្សាររបស់ឆ្នាំម្សាញ់អញ្ចឹងសម្រាប់ម៉ោង2ជាម៉ោងជ័យសិរីសួស្តីម៉ោង10ជាម៉ោងលៀបណាចាអញ្ចឹងជ្រើសរើសយកមួយណាក៏បានដែរពីរនេះណាអត់មានทั้งមួយនេះអាក្រក់មួយនោះល្អអត់ទេដូច្នេះហើយការដែលបងប្អូនជ្រើសរើសទៅដើម្បីទទួលបានលៀបសំណាងជាថ្ងៃជ័យសិរីសួស្តីចង់ស្រោចទឹកលើករាសីមានម្ដាយមានឪពុកសម្រាប់ស្រោចក៏បានឬក៏យើងធ្វើខ្លួនឯងក្រាបទៅណាក្រាបដល់ទស្សបារមីម្ចាស់ទៅពីដើមមិញមកក្រាបទៅសរកន្លងរឿងគ្រោះនេះយើងអត់អាចធ្វើឲ្យផុតគ្រោះបានទេបើសិនជាយើងមិនប្រយ័ត្នណាបើយើងមិនប្រយ័ត្នយើងអត់អាចធ្វើអ្វីពិធីមុនអាគមណាឲ្យផុតគ្រោះទេអត់មានទេចាសំបីតាគ្រូដែលជាអ្នកសូត្រខ្លួនឯងនេះក៏មិនបានផុតដែរបើប្រមាថបើមានសេចក្តីប្រមាថគឺនៅតែមិនផុតតែផុតគ្រោះនោះមានន័យថាយើងសូត្រដើម្បីរងាប់អានឹងយើងសូត្រដើម្បីបណ្ដេញពពួកអមនុស្សប៉ុន្តែថាបើថាយើងមិនបានទៅធ្វើអីដល់ណាយើងធ្វើខ្លួនឯងបានគឺយើងធ្វើមិនឲ្យពួកអមនុស្សមកតង់ទៀមយើងបានយើងធ្វើទៅពេលវេលាអន្សាទេណាចាបាទនោះផ្សេងទេឥឡូវខ្ញុំបង្កើតរៀបបង្កើតជ័យជំរាបជូនដល់បងប្អូននៅច្បាស់លាស់នៅហេតុផលខ្នើតនិងរនោចដើម្បីបងប្អូនបានយល់ហើយទៅធ្វើពិធីបានត្រឹមត្រូវនេះគឺជាពិធីសម្រាប់បង្កើតលៀបបង្កើតជ័យពិធីនេះបើបងប្អូនចង់ថាំងសុំពោដល់ទស្សបារមីម្ចាស់ទឹកដីបើយើងជឿលើទស្សបារមីពលឹងដូនតារបស់យើងអញ្ចឹងយើងក៏អុជធូបថ្វាយបង្គំលោកទៅយើងមិនបានមើលឃើញប៉ុន្តែយើងដឹងថាគោរពការកាន់គោរពរបស់យើងនេះគឺសំខាន់តែប៉ុណ្ណឹងទៅក៏បងប្អូនក្រាបលោក3ដងក៏សូមពឹងពោយើងចេះមានពាក្យបួងសួងសំខាន់ណាមនុស្សពីម្នាក់ទៅម្នាក់គឺយើងចេះមានពាក្យបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីអរុឧទេវតាគុណគ្រូបាជាគ្រូដូនគ្រូតារបស់យើងណាមកជួយប្រសិទ្ធិក្នុងទុកមិនយើងអុជធូបអុជទៀនទៅតំណាងឲ្យទស្សបារមីធម្មតាយើងការមើលអ្វីដែលយើងមើលមិនឃើញគឺយើងតែងតែមានធូបនិងមានទៀននេះឯងជាដើមគោលដូច្នេះហើយយើងមានធូបមានទៀនអុជទៅក៏រតនានិមន្តឲ្យទស្សបារមីម្ចាស់ទឹកដីអរុឧទេវតាឥឡូវនេះកូនចៅសុំពឹងពោទស្សបារមីទាំងអស់មកជួយស្រោធ្វើពិធីស្រោចទឹកបន្តទៀនចូលទឹកកាណាឬក៏យើងដាក់ផ្កាការស្រោចទឹកលើករាសីរបស់យើងនេះយើងលើករាសីទៅតាមម៉ោងលៀបម៉ោងចៃរបស់យើងដូចខ្ញុំជម្រាបជូនខាងដើមឆ្នាំម្សាញ់បើថាបងប្អូនប្រុសស្រីដែលកើតថ្ងៃអាទិត្យអញ្ចឹងបងប្អូនស្រោចទឹកលើកជោគជតារាសីនៅវេលាថ្ងៃច័ន្ទណាជាថ្ងៃលៀបជាថ្ងៃជ័យជាថ្ងៃសិរីសួស្តីដល់បងប្អូនទាំងអស់គ្នាមិនថាបងប្អូនគិតអ្វីប្រាថ្នាអ្វីក៏ទទួលបានផលល្អសមស្របច្រើនណាចាបូករួមជាមួយនឹងការសាងល្អគិតល្អរបស់យើងទាំងអស់គ្នាផងដែរដូច្នេះហើយនេះជាពេលវេលាជ័យបងប្អូនអាចធ្វើបានដើម្បីទទួលបានសេរីសួស្តីជ័យមង្គលសម្រាប់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះខ្ញុំក៏ជាការចែកលេខហើយបានប្រមាណភាគរយឬក៏បានពេញអានឹងអាស្រ័យទៅលើបងប្អូនថាបងប្អូនគិតល្អធ្វើល្អកម្រិតណាហើយបងប្អូនដាក់ចិត្តឲ្យការកាន់ក្របបែបណាមិនមែនច័ន្ទក្របចំគាត់ថាយកទៅលៀបទេហើយការកាន់ក្របនោះមិនមែនថាតែបងប្អូនរៀបចំសាធ្វើ3ខ្សែអាសនៈនឹងជាហៅថាការកាន់ក្របទេព្រោះជំនឿទៅលើយើងជាអ្នកជឿនោះក្នុងការកាន់ក្របនឹងគឺយើងកាន់ដោយឲ្យបានត្រឹមត្រូវក៏បានត្រឹមត្រូវណាចាមានពេលមានវេលាអញ្ចឹងណាបងប្អូនចាមានពេលវេលាជាជ័យមានពេលវេលាជាការស្រោចទឹកលើករាសីឬក៏មានពេលវេលាសម្រាប់ការស្រោចទឹករនោចខ្នាតនឹងគឺជារឿងមួយសំខាន់មិនមែនចេះតែយើងចេះតែធ្វើអញ្ចឹងណាអញ្ចឹងថ្ងៃនេះជូនពរបងប្អូនប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ចាបងប្អូនប្រុសស្រីដែលកើតនៅក្នុងខែ6ទទួលបានជោគជតារាសីលៀបជ័យស្រីសុស្ដីមានដល់អ្នកទាំងអស់គ្នានិងសុខចម្រើនទាំងអស់គ្នា